កម្ពុជាដណ្ដើមឯករាជ្យពីបារាំងបានដោយរបៀបណារំលឹកដល់រឿងនេះយើងនឹងនឹកដល់ព្រះបាទនរោត្តមសីហនុព្រះមហាវីរក្សត្រនៃយើងដែលបានទាមទារឯករាជ្យនិងបូរណភាពទឹកដីដល់កម្ពុជាពីពួកអាណានិគមបារាំងនៅក្នុងឆ្នាំ1953ជាការពិតណាស់ប្រទេសដែលស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសមហាអំណាចនាសម័យនោះមិនមែនមានតែកម្ពុជានោះទេគឺមានប្រទេសជាច្រើននៅជុំវិញពិភពលោកប៉ុន្តែការទាមទារឯករាជ្យបានទៅតាមបែបផែននៃប្រទេសនីមួយៗភាគច្រើនពួកគេទទួលជោគជ័យបានដោយសារតែការបះបោរនិងមានការបង្ហូរឈាមប៉ុន្តែដោយឡែកកម្ពុជាទទួលឯករាជ្យបានដោយសន្តិវិធីនិងមិនមានការបង្ហូរឈាមនោះទេដូច្នេះថាតើព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុធ្វើដូចម្តេចទើបដណ្ដើមឯករាជ្យពីបារាំងបានកុំឲ្យខាតពេលវេលាយូរយើងនឹងទៅដឹងរឿងនេះទាំងអស់គ្នាកាលពីជាង150ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាត្រូវបានត្រួតត្រាដោយបរទេសដែលបានជិះកប៉ាល់ឆ្លងកាត់មហាសមុទ្ររាប់ខែបានមកដល់នៅទឹកដីនេះបារាំងបានដាក់អាណានិគមលើដែនដីសវណ្ណភូមិអស់រយៈពេលជិត1សតវត្សរ៍គឺរាប់ពីថ្ងៃទី11ខែសីហាឆ្នាំ1863រហូតមកថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ការដាក់អាណានិគមរបស់បារាំងលើដែនដីកម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីបានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោកមួយនេះត្រូវបានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាមេរិកគឺរដ្ឋ Louisiana ត្រូវលូទៅឲ្យអាមេរិករីឯរដ្ឋកាណាដាត្រូវអង់គ្លេសដណ្ដើមយកដើម្បីពង្រឹងអំណាចរបស់ខ្លួនបារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅលើតំបន់អាហ្វ្រិកនិងតំបន់អាស៊ីនៅប៉ែកអាស៊ីបារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូងនិងបណ្ដាប្រទេសនៅឥណ្ឌូចិនមានកម្ពុជាវៀតណាមឡាវសៀមបារាំងបានសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើនបន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើនៅលើទឹកដីកូសាំងស៊ីនដែលជាទឹកដីកម្ពុជាក្រោមសពថ្ងៃទី1បារាំងយល់ថាទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូងទី2គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយដែលគំរាមកំហែងទៅលើអាណានិគមថ្មីរបស់គេឲ្យអស់ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀមដែលមានអធិរាជអង់គ្លេសនៅពីក្រោយការឈានជើងរបស់បារាំងលើទឹកដីកម្ពុជាពេលនោះមិនមែនកម្ពុជាហៅមកដោយការរជ្ជកាលព្រះបាទអង្គឌួងដើម្បីជួយការពារប្រទេសពីការឈ្លានពានរបស់សៀមនោះឡើយបារាំងមកដោយសម្លឹងឃើញប្រយោជន៍ដែលខ្លួនបានបាត់បង់ដែនដីអាណានិគមមួយចំនួនគូផ្សំនឹកឃើញដល់កម្ពុជាធ្លាប់អញ្ជើញគេមកធ្វើជាអាណាព្យាបាលផងដែរការវិលមកកាន់ដែនដីកម្ពុជានៅពេលនេះបារាំងនិងកម្ពុជាឈានដល់ការចុះសន្ធិសញ្ញារួមគ្នាមួយហៅថាសន្ធិសញ្ញាកម្ពុជានិងបារាំងដែលធ្វើឡើងនៅថ្ងៃទី11ខែសីហាឆ្នាំ1863សន្ធិសញ្ញានេះមានខ្លឹមសារថាផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកព្រះចៅអធិរាជបារាំងបានសន្យាថានឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងសន្តិភាពនិងមានរបៀបរៀបរយការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅនិងជួយខ្មែរនៅក្នុងការហូតពន្ធគយផ្ដល់ភាពងាយស្រួលនៅក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រផងដែរជាថ្នូរវិញប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនៅដីម្ដុំជ្រោយចង្វានិងបើកសិទ្ធិឲ្យបារាំងកាប់ឈើក្នុងព្រៃនៃព្រះរាជាណាចក្រកម្ពុជាដើម្បីយកទៅស្ថាបនាធ្វើជាកប៉ាល់ទោះបីខាងភាគីខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយក៏មតិខ្មែរខ្លះយល់ថាខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃទី11ខែសីហាឆ្នាំ1863បានព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយសន្ធិសញ្ញានេះស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះក៏ត្រូវបានសៀមដែលជាគូប្រជែងនឹងបារាំងប្រឆាំងយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះបារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបងនិងសៀមរាបឲ្យទៅសៀមនៅដើមឆ្នាំ1864បារាំងបានគៀបសង្កត់រាជរដ្ឋាភិបាលបាងកកតាមផ្លូវទូតនិងផ្លូវយោធាដើម្បីឲ្យរាជរដ្ឋាភិបាលបាងកកបញ្ជូនត្រាព្រះខ័នរាជនិងមកុដរាជ
សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្តមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គនាថ្ងៃទី3ខែមិថុនាឆ្នាំ1864មកដល់ឆ្នាំ1867បារាំងនិងសៀមបានស្រួលយល់ព្រមចំពោះបញ្ហាខ្មែរដែលពីមុនមកមានទំនាស់ដោយសារសៀមមានអង់គ្លេសនៅពីក្រោយឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀមម្យ៉ាងទៀតបរិយាកាសធូរស្រាលខ្លះៗបានកើតមានឡើងរវាងបារាំងនិងអង់គ្លេសព្រោះប្រទេសទាំងពីរបានក្លាយទៅជាសម្ព័ន្ធមិត្តនៅក្នុងការប្រឆាំងចិនគឺហៅថាចលនាថៃភីងចលនានេះគឺជាឈ្មោះសមាគមសម្ងាត់នៅប្រទេសចិនដែលងើបឡើងប្រឆាំងទៅនឹងអ្នកកាន់អំណាចជាតិផងនិងបរទេសផងរហូតដល់មានសន្ធិសញ្ញាថ្ងៃទី15ខែកក្កដាឆ្នាំ1867មួយបានកើតឡើងមានន័យថាបារាំងព្រមប្រគល់ខេត្តបាត់ដំបងនិងសៀមរាបទៅឲ្យសៀមឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងនៅក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជាម្យ៉ាងទៀតបារាំងសន្យាថាមិនបញ្ចូលប្រទេសខ្មែរជាអាណានិគមដូចកម្ពុជាក្រោមនោះឡើយស្ថិតនៅក្នុងការត្រួតត្រាដំបូងបារាំងធ្វើវិធីត្រជាក់បន្ទាប់មកនៅថ្ងៃទី17ខែមិថុនាឆ្នាំ1884បារាំងបានឡោមព័ទ្ធរាជវាំងនិងគម្រាមកំហែងព្រះបាទនរោត្តមបង្ខំឲ្យព្រះអង្គចុះព្រះហស្ថលេខាលើអនុសញ្ញាមួយដែលបានដកហូតអំណាចទាំងឡាយរបស់ព្រះអង្គដំណាក់កាលចុងក្រោយបារាំងបានធ្វើឲ្យកម្ពុជាក្លាយទៅជាដែនដីសម្រាប់គ្រប់គ្រងផលិតផលកសិកម្មឲ្យបារាំងដោយបញ្ចូលកម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំងលើសពីនេះទៅទៀតបារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរមានតាំងពីពន្ធមនុស្សពន្ធដីពន្ធលំនៅឋានពន្ធសត្វពាហនៈពន្ធយានជំនិះពន្ធរបបអាជីវកម្មលក្ខនឹងលក្ខដើម្បីបង់ពន្ធជាប្រាក់កាក់ឲ្យបារាំងកសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មដែលមានកៅស៊ូជាដើមព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវពោតសណ្តែកលក្ខនឹងលក្ខប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេដោយផលស្រូវក្នុង1ហិកតាបានត្រឹមតែ1តោនទៅ2តោនប៉ុណ្ណោះដូចនេះហើយកសិករក្រីក្រក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាលនិងឈ្មួញបរទេសចំណែកឯការប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺពី100%ទៅដល់150%ជួនកាល200%នៅក្នុងមួយឆ្នាំដោយសារតែមានការកេងប្រវ័ញ្ចនិងការគៀបសង្កត់ពីពួកបារាំងខ្លាំងពេកប្រជារាស្ត្រខ្មែរបានងើបបះបោរប្រឆាំងទៅនឹងបារាំងជាបន្តបន្ទាប់ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ចលនាតស៊ូរបស់ពិស្ណុលោកឈូកនៅឆ្នាំ1885ដល់ឆ្នាំ1886ទោះបីជាចលនាតស៊ូទាំងនេះត្រូវបានបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងទ័ពបារាំងក៏ដោយតែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សឆ្នាំ1927ដល់ឆ្នាំ1941និងបន្តមកដល់រជ្ជកាលព្រះបាទនរោត្តមសីហនុនៅក្នុងរាជ្យទី1ឆ្នាំ1941ដល់ឆ្នាំ1955ព្រះបាទនរោត្តមសីហនុបានសោយរាជ្យនៅក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី2នៅអំឡុងពេលនៃសង្គ្រាមលោកលើកទី2នោះជប៉ុនបានជោគជ័យនៅចុងបូព៌ានិងអាស៊ីអាគ្នេយ៍កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រារបស់ជប៉ុនផងដែរដូច្នេះកម្ពុជាបានរស់ក្រោមអាណានិគមពីរជាន់គឺបារាំងនិងជប៉ុនក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់ក្រុមដែលលំអៀងទៅខាងជប៉ុនមានលោកសឺងងុកថាញ់ជាមេដឹកនាំលោកសឺងងុកថាញ់បានបង្កើតចលនាខ្មែរសេរីរីឯក្រុមមួយទៀតលំអៀងទៅកាន់កុម្មុយនីសបានក្លាយទៅជារណសិរ្សអ្នកស្នេហាជាតិមាតុភូមិខ្មែរហៅកាត់ថាខ្មែរឥស្សរៈមានលោកទូសមុទ្រជាប្រធានដើម្បីឯករាជ្យជាតិនៅឆ្នាំ1945ជប៉ុនបានធ្វើរដ្ឋប្រហារបណ្ដេញបារាំងចេញពីកម្ពុជាពេលនោះជប៉ុនបានលើកលោកសឺងងុកថាញ់ធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពបារាំងដោយសហការជាមួយនឹងចលនាតស៊ូនៃជនជាតិឡាវនិងវៀតណាមព្រះបាទនរោត្តមសីហនុតែងរិះរកគ្រប់លទ្ធភាពដើម្បីរំដោះជាតិពីអាណានិគមបារាំងជានិច្ចចំណែកបារាំងបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើនដើម្បីទប់ទល់នឹងការបះបោរអសន្តិសុខបានកើតមានឡើងនៅទូទាំងប្រទេសធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមនេះ
ទ្រង់យល់ថាការទាមទារឯករាជ្យដោយអាវុធបណ្ដាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេកព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទនរោត្តមសីហនុចាប់ផ្ដើមធ្វើការតស៊ូតាមផ្លូវការទូតដើម្បីទាមទារឯករាជ្យនៃកម្ពុជាព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញនៅក្នុងការទាមទារឯករាជ្យជូនមាតុភូមិកម្ពុជាតាមរយៈការទូតដូចជាទី1ចាប់ពីឆ្នាំ1946សង្គ្រាមឥណ្ឌូចិនក៏បានផ្ទុះឡើងបណ្ដាលឲ្យបារាំងខូចខាតធនធាននិងសេដ្ឋកិច្ចដើម្បីដោះស្រាយបញ្ហានេះហើយបារាំងគិតថាបារាំងនៅតែមានឥទ្ធិពលទៅលើកិច្ចការបរទេសនិងយោធាស្របពេលនោះបារាំងក៏ព្រមចុះសន្ធិសញ្ញានៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1949ដោយសារតែសម្ពាធនៃសង្គ្រាមនិងការចង់រក្សាឥណ្ឌូចិននៅក្នុងអាជ្ញាប័ណ្ណរបស់ខ្លួនជាជាងបាត់បង់ទាំងស្រុងក្នុងសន្ធិសញ្ញានេះបារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នៅឯករាជ្យនៅកម្ពុជាហើយសម្ដេចព្រះបាទនរោត្តមសីហនុទ្រង់បានទាមទារឲ្យបារាំងបញ្ឈប់នៅសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នាំ1863និងឆ្នាំ1884ជាគោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះកម្ពុជាទទួលបានមែនប៉ុន្តែចំពោះការអនុវត្តជាក់ស្ដែងឯករាជ្យនេះនៅខ្វះវិស័យជាច្រើនទៀតដូចជាអធិបតេយ្យខាងយុត្តិធម៌នគរបាលអំណាចបញ្ជាការយោធាការទូតការបដូរនិងការចាយធនប័ណ្ណដើម្បីឲ្យមានឯករាជ្យទាំងស្រុងតាមសេចក្តីប្រកាសនៅថ្ងៃទី15ខែមិថុនាឆ្នាំ1952ព្រះករុណាសម្ដេចព្រះនរោត្តមសីហនុបានសន្យាជាឧឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថាព្រះអង្គនឹងដណ្ដើមយកឯករាជ្យទាំងស្រុងនេះដើម្បីមាតុភូមិនៅក្នុងរយៈពេល3ឆ្នាំយ៉ាងយូរបំផុតស្របពេលនោះព្រះអង្គបានចាប់ផ្ដើមពង្រីកទ័ពផងនិងការទូតផងដោយពង្រីកទ័ពពីជាង 3000 នាក់ឡើងទៅដល់ជាង 30000 នាក់ហើយព្រះអង្គក៏ចាប់ផ្ដើមយាងទៅធ្វើការទូតនៅឯក្រៅប្រទេសទី3នៅថ្ងៃទី9ខែកុម្ភៈឆ្នាំ1953ព្រះករុណាសម្ដេចព្រះនរោត្តមសីហនុបានយាងចាក់ចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅប្រទេសបារាំងដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយនឹងប្រមុខរដ្ឋបារាំងទី4នៅណាប៉ូលថ្ងៃទី5ខែមិនិនាឆ្នាំ1953ព្រះករុណាព្រះបាទនរោត្តមសីហនុបានផ្ញើព្រះរាជសារលិខិតមួយច្បាប់ជូនចំពោះលោកវ៉ាក់សុងអូរីយ៉ូលប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបញ្ជាក់ពីភាពចាំបាច់សម្ដៅធ្វើឲ្យបារាំងពង្រីកក្របខ័ណ្ឌឯករាជ្យខ្មែរភ្ជាប់នឹងព្រះរាជសារលិខិតនេះមានការសិក្សាគ្រប់គ្រាន់ដោយតេលីករសំអាងបញ្ជាក់ពីការទាមទាររបស់សម្ដេចនិងការផ្ដល់យោបល់ពីបែបបទផ្ទេរអំណាចជាយថាហេតុទី5នៅថ្ងៃទី3ខែមេសាឆ្នាំ1953ព្រះករុណាសម្ដេចព្រះនរោត្តមសីហនុបានសរសេរព្រះរាជសារលិខិតចំនួន2ច្បាប់បន្តទៀតផ្ញើជូនលោកវ៉ាសុងអូរីយ៉ូលនិងរដ្ឋាភិបាលបារាំងដើម្បីបំពេញបន្ថែមទៅលើទស្សនៈរបស់ព្រះអង្គតាក់ទងទៅនឹងឯករាជ្យខ្មែរនិងដើម្បីស្នើឲ្យរដ្ឋាភិបាលបារាំងប្រញាប់ប្រញាល់ដោះស្រាយលើបញ្ហានេះនៅពេលនោះរដ្ឋាភិបាលបារាំងពុំបានអើពើទៅនឹងសំណើរបស់ព្រះអង្គនោះឡើយទី6នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំងព្រះករុណាសម្ដេចព្រះនរោត្តមសីហនុបានយាងចាក់ចេញពីប្រទេសបារាំងហើយព្រះអង្គទ្រង់ក៏សម្រេចប្រតិយាងចាក់ចេញទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅថ្ងៃទី11ខែមេសាឆ្នាំ1953ឆ្ពោះទៅកាន់ប្រទេសកាណាដាសហរដ្ឋអាមេរិកជប៉ុននិងចុងក្រោយគឺយាងទៅទីក្រុងបាងកកដែលនៅទីនោះព្រះអង្គបានធ្វើយុទ្ធនាការឃោសនាដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គសេចក្តីថ្លែងការណ៍របស់ទ្រង់ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំ New York Times នៅថ្ងៃទី19ខែមេសាឆ្នាំ1953លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូលហើយបានបង្ខំឲ្យរដ្ឋាភិបាលបារាំងទទួលយកព្រមធ្វើការចរចាជាមួយតំណាងរបស់ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុតំណាងនេះគឺលោកប៉ែននុតទី7ហើយការចរចានេះផងដែរគឺធ្វើឡើងនៅទីក្រុងប៉ារីសបានឈានទៅដល់សំណើមួយដែលធ្វើឡើងដោយមានប្រទេសបារាំងយកព្រមផ្ដល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជារហូតមកដល់ថ្ងៃទី12ខែឧសភាឆ្នាំ1953
លោកប៉ែននុតបានអញ្ជើញវិលត្រឡប់មកកម្ពុជាវិញដើម្បីទូលថ្វាយព្រះមហាក្សត្រអំពីលទ្ធផលដែលទទួលបាននៅទីក្រុងប៉ារីសបន្ទាប់មកព្រះករុណាសម្ដេចព្រះនរោត្តមសីហនុបានយាងមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី14ខែឧសភាឆ្នាំ1953ដើម្បីជួបជាមួយនឹងសហការីនិងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គទី8ចំពោះប្រជារាស្ត្ររបស់ព្រះអង្គដែលបានថ្វាយព្រះកិត្តិយសចំពោះព្រះអង្គថាជាអ្នកទទួលជ័យជំនះនិងជាវីរបុរសនោះព្រះករុណាសម្ដេចព្រះនរោត្តមសីហនុទ្រង់បានសន្យាយ៉ាងឱឡារិកនៅក្នុងព្រះសន្ទរកថាមួយដែលទ្រង់បានថ្លែងនៅក្នុងថ្ងៃទី17ខែឧសភាឆ្នាំ1953ពីព្រះទីនាងច័ន្ទឆាយាថាព្រះអង្គនឹងបូជាជីវិតដើម្បីដណ្ដើមយកឯករាជ្យឲ្យបាន 100%9 ក្រោយពីបានដឹងថាគ្រប់ប្រជាជាតិមានការយោគយល់ចំពោះការទាមទារឯករាជ្យនិងចំពោះព្រឹត្តិការណ៍នៅកម្ពុជាព្រះករុណាសម្ដេចព្រះនរោត្តមសីហនុបានយាងទៅគង់នៅតំបន់ស្វាយ័តដែលរួមមានខេត្តសៀមរាបបាត់ដំបងនិងកំពង់ធំគួរបញ្ជាក់ផងដែរថាស្វ័យយ័តភាពផ្នែកយោធានៃខេត្តទាំងនេះត្រូវបានប្រគល់មកឲ្យកម្ពុជាវិញដោយមានការទាមទារមួយរបស់ព្រះរាជាដែលបានធ្វើឡើងកាលពីឆ្នាំ1949សម្រាប់ខេត្តសៀមរាបនិងខេត្តកំពង់ធំហើយនៅឆ្នាំ1952សម្រាប់ខេត្តបាត់ដំបងព្រះករុណាសម្ដេចព្រះនរោត្តមសីហនុទ្រង់បានប្រកាសថាព្រះអង្គនឹងចូលរាជធានីវិញនៅពេលណាបារាំងព្រមផ្ទេរមកឲ្យកម្ពុជាវិញនៅកេតនភណ្ឌចុងក្រោយនៃឯករាជ្យដើម្បីគាំពៀនៅព្រះរាជបូជនកិច្ចនេះព្រះករុណាសម្ដេចព្រះនរោត្តមសីហនុទ្រង់បានបង្កើតកងកម្លាំងជីវពលនិងនារីក្លាហានដែលក្រោយមកមានតួនាទីយ៉ាងធំធេងហើយលោកប៉ែននុតជានាយករដ្ឋមន្ត្រីទទួលបន្ទុករ៉ាប់រងការងារតំបន់ស្វយ័តរបស់រាជាទី10ការចរចាដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញដោយមានការណែនាំពីព្រះរាជានិងក្រោមការដឹកនាំរបស់លោកប៉ែននុតបានសម្រេចជោគជ័យទាំងស្រុងរហូតមកដល់ថ្ងៃទី29ខែសីហាឆ្នាំ1953មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់នគរបាលនៅចុងបញ្ចប់ថ្ងៃទី17ខែតុលាឆ្នាំ1953ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមួយគ្នានេះដែរអធិបតេយ្យទាំងមូលលើផ្នែកការទូតត្រូវបានធ្វើឡើងតាមរយៈការបដូរលិខិតរវាងរដ្ឋាភិបាលបារាំងនិងរាជរដ្ឋាភិបាលកម្ពុជាដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំងយោងតាមលិខិតលេខ 393A ចុះថ្ងៃទី24ខែកក្កដាឆ្នាំ1953លិខិតទទួលនិងភាពត្រឹមត្រូវលើការអនុវត្តកិច្ចព្រមព្រៀងដោយមានចែងនៅក្នុងកំណត់មួយសម្រាប់រាជរដ្ឋាភិបាលដែលបានប្រគល់ជូនអគ្គស្នងការនៃសាធារណរដ្ឋបារាំង12នៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1953ព្រះករុណាសម្ដេចព្រះនរោត្តមសីហនុទ្រង់បានយាងចូលមកក្នុងរាជធានីភ្នំពេញលើចម្ងាយផ្លូវ300គីឡូម៉ែត្រដែលព្រះអង្គបានធ្វើដំណើរជាមួយនឹងប្រជារាស្ត្រក្នុងក្តីរំជួលចិត្តបានធ្វើឲ្យព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក13នៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ពលគឺ8ខែមុនសន្និសីទទីក្រុងហ្សឺណែវដោយស្នាព្រះហស្ថដ៏ឧត្តមឧត្តមរបស់ព្រះអង្គព្រះរាជាណាចក្រកម្ពុជាក៏បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងបន្ទាប់មកបារាំងក៏បានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំងដែលឧទ្ទិសចំពោះការដកថយនៃអំណាចរបស់បារាំងពីកម្ពុជាលោកឧត្តមសេនីយ៍ឡុងកាឡាតបានប្រគល់យ៉ាងមហាឱឡារិកនៅអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជាចំណែកឯកងទ័ពនិងអគ្គលេខាធិការរបស់ប្រទេសបារាំងបានដកថយពីព្រះរាជាណាចក្រកម្ពុជាផងដែរហើយឯករាជ្យរបស់ខ្មែរបានក្លាយជាឯករាជ្យអចិន្ត្រៃយ៍និងទាំងស្រុងរីឯវិបត្តិរវាងខ្មែរនិងបារាំងក៏ត្រូវបានបញ្ចប់ពពកខ្មៅចុងក្រោយដែលបិទបាំងមិត្តភាពរវាងកម្ពុជាបារាំងត្រូវបានសាបសូន្យទៅបន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីបារាំងនៅខែធ្នូឆ្នាំ1954លើអធិបតេយ្យទាំងមូលរបស់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ព្រះករណាសម្ដេចព្រះនរោត្តមសីហនុយ៉ាងតិចណាស់3ឆ្នាំទើបអាចបំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះប្រជារាស្ត្រខ្មែរបានថ្វាយព្រះឋានៈចំពោះព្រះអង្គថាជាព្រះបិតាឯករាជ្យជាតិរីឯសំណូមពររបស់តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិរាជរដ្ឋាភិបាលបានលើកព្រះអង្គជាវីរបុរសជាតិស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់និងឧត្តមឧត្តមរបស់ព្រះអង្គកូនខ្មែរគ្រប់រូបនៅតែចងចាំមិនភ្លេចនៅវីរភាពដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គជានិច្ចអរគុណសម្រាប់ការទស្សនាហើយអត្ថបទនេះផងដែរខ្ញុំបានដកស្រង់ចេញពី website ផ្លូវការរបស់នាយកដ្ឋានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់រាជរដ្ឋាភិបាលនិង website ផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះបើសិនជាមានខ្មោចឆ្គងត្រង់កន្លែងណាមួយសូមខន្តីអភ័យទោសផងចាសជួបគ្នានៅវីដេអូក្រោយជម្រាបលាកម្ពុជាសូមលៀងដោយអាឡ័យចិត្តខ្ញុំរៀងរៀបរាល់ថ្ងៃសូមចន់និស្ស័យនឹងអ្នកតារារួមទុករួមសុខជាមួយគ្នាពេលឡើងទោះបីយ៉ាងណាខ្ញុំសូមសច្ចាស្មោះត្រង់អ្នកនៅឆ្ងាយខ្ញុំគ្មានណាយចំពោះខ្លួនអ្នកសោះឡើយស្នេហាខ្ញុំគ្មានស្បើយព្រោះអ្នកជាមានទុករួមខ្ញុំ